បាទសម្រាប់ទូរស័ព្ទ Android យើងចុចទៅលើ Play Store នេះដើម្បីទាញយកកម្មវិធីត្រីវិស័យចាបើសិននៅទូរស័ព្ទ iPhone យើងចូលទៅលើ App Store បាទអញ្ចឹងខ្ញុំចុចទៅលើ Play Store នេះមកហើយបន្តមកទៀតនេះចុចកន្លែង Search នេះហើយបន្តទៀតនេះសរសេរពាក្យថាត្រីវិស័យបាទត្រីវិស័យ App ចាំមកហើយរូបរាងរបស់កម្មវិធីវានេះ logo បែបនេះបន្តនេះគេចុចលើ Install មកបាទហើយរងចាំវាបន្តិចទៅបាទបន្ទាប់ពីយើង download បានហើយយើងចុច open នេះមកបាទបន្ទាប់ពីយើងចុច open មកហើយវាលោតបែបហ្នឹងបាទនៅពេលដែលយើងចុច open មកមិនថាចុចបើកមកវានឹងចេញបង្ហាញplatform បែបនេះបង្ហាញជាទម្រង់បែបហ្នឹងអញ្ចឹងជាដំបូងគឺអ្នកអាចចុចចាប់ផ្ដើមនេះបាទយើងចុចចាប់ផ្ដើមហ្នឹងមកហើយបន្តមកទៀតយើងចុចធ្វើតេស្តបាទប៉ុន្តែមុននឹងយើងចុចធ្វើតេស្តថ្មីហ្នឹងយើងចុចមើលសិនមើលមេរៀននឹងអានអាហ្នឹងមកតើគេនិយាយពីអីគេកន្លែងហ្នឹងអញ្ចឹងចំណងជើងពីខាងលើគេនិយាយពីវាតម្លៃមួយរបស់ Najib អញ្ចឹងនៅក្នុងហ្នឹងគឺនិយាយពីបុគ្គលិកលក្ខណៈមនុស្សយើងមានប្រមាណយ៉ាងហ្នឹងទៅបន្តមកទៀតយើងចុចធ្វើតេស្តមកប៉ុន្តែមុននឹងធ្វើតេស្តបានគេឲ្យយើងបំពេញគណនីបាទអញ្ចឹងឈ្មោះនាមតកលកន្លែងនេះអញ្ចឹងបើសិនខ្ញុំឈ្មោះសីហាអញ្ចឹងខ្ញុំដាក់សីហាចាំមកបាទឯងអញ្ចឹងទៅនាមតកលណាឯងនេះសីហាបាទភេទប្រុសបន្តទៀតថ្ងៃខែឆ្នាំកំណើតខ្ញុំចេះដាក់ទៅនេះឆ្នាំ2001អញ្ចឹងទៅខ្ញុំចេះរក្សាទុកមកទៀត2001ថ្ងៃទីប្រហែលទៅបាទខ្ញុំចេះរក្សាទុកតាមទៀតលេខទូរស័ព្ទអញ្ចឹងនេះទូរស័ព្ទរបស់ខ្ញុំដាក់085 369 223តាមទៀតយើងជ្រើសរើសយើងនៅសិស្សនៅថាទីម៉ានបានខ្ញុំថាទី12អញ្ចឹងយកទី12មកតាមទៀតយើងមកពីខេត្តណាអញ្ចឹងយើងដាក់កំពង់ឆ្នាំងមកបាទតាមទៀតយើងនៅស្រុកអីចឹងបរិបូរយើងដាក់បរិបូរមកហើយនៅសាលាណាអញ្ចឹងវិទ្យាល័យហ៊ុនសែនបរិបូរអញ្ចឹងយើងចុចជ្រើសរើសមកនេះវិទ្យាល័យហ៊ុនសែនបរិបូរតាមទៀតយើងចុចរក្សាទុកបាទយើងចុចរក្សាទុកមកយើងនៅជ្រើសរើសមួយទៀតគឺឋានៈវិទ្យាសាស្ត្រឬក៏សង្គមអញ្ចឹងមកថាខ្ញុំយកវិទ្យាសាស្ត្រចុចវិទ្យាសាស្ត្រមកខ្ញុំចុចរក្សាទុកមកចាំតាមទៀតវាសួរយើងហើយសំណួរទី1យើងឲ្យយើងស្វែងយល់ពីខ្លួនឯងអញ្ចឹងគឺយើងឆ្លើយសំណួរក្នុងហ្នឹងមកតើបងប្អូននឹងបន្តការសិក្សារហូតដល់បញ្ចប់ថ្នាក់ឬកម្រិតណាយើងដាក់ដល់ឧត្តមសិក្សាពុកម្ដាយនិងបងប្អូននឹងអនុញ្ញាតឲ្យបន្តការសិក្សាររហូតដល់ចប់ថ្នាក់កម្រិតណាដែរយើងដាក់ដល់ឧត្តមសិក្សាមកតការសិក្សានៅឧត្តមសិក្សានឹងរៀនមុខជំនាញអីមកថាយើងចង់ IT យើងដាក់ IT មកបាទហើយបានសម្រេចចិត្តក្នុងការជ្រើសរើសអាជីពមួយរបរទៅថ្ងៃអនាគតហើយឬនៅបាទយើងថាសម្រេចចិត្តហើយបើសិនមិនទាន់ដាក់មិនទាន់ទៅបើសម្រេចចិត្តហើយយើងចង់ធ្វើការងារអីចឹងយើងដាក់សរសេរមកថាការងារ IT ឧទាហរណ៍មកយើងពេទ្យយើងដាក់ពេទ្យទៅហើយតើបងប្អូនធ្លាប់ជជែកជាមួយនរណាម្នាក់អំពីការជ្រើសរើសមុខជំនាញបន្តការសិក្សាឬអាជីពមួយរបរដែរទេបើយើងធ្លាប់យើងដាក់ធ្លាប់មកអត់យើងដាក់ទៅតើបងប្អូនបានជជែកជាមួយនរណាខ្លះបាទពុកម្ដាយសាច់ញាតិគ្រូប្រសាជិកគ្រូបរិញ្ញាបត្រមិត្តភក្តិហ្នឹងទៅហើយចិត្តបន្តទៀតមកចាប់តែយើងតេស្តពីបុគ្គលិកលក្ខណៈរបស់យើងអញ្ចឹងយើងជាមនុស្សដែលមានបុគ្គលិកយ៉ាងម៉េចបាទយើងជំនុំមិនក្នុងនេះគេថារូបតំណាងរបស់អ្នកនឹងត្រូវចុចជ្រើសរើសយករូបតំណាងកម្រិតចារំតខ្លួនណាមួយបន្ទាប់ពីធ្វើការឆ្លុះបញ្ចាំងបាទចូលចិត្តតេស្តបុគ្គលិកលក្ខណៈរបស់យើងបាទអញ្ចឹងគេឲ្យយើងជ្រើសរើសយើងជ្រើសរើសsticker នេះមួយចូលចិត្តបាទចូលចិត្តខ្លាំងមួយណាក៏បានដែរហើយចិត្តបន្តទៀតមកអញ្ចឹងដើម្បីតេស្តបុគ្គលិកលក្ខណៈបានអញ្ចឹងទី1គេមានសំណួរថាយើងចិញ្ចឹមថែទាំសត្វអត់ចូលចិត្តអត់បាទចូលចិត្តខ្លាំងមិនចូលចិត្តខ្លាំងអត់ចូលចិត្តខ្លាំងចឹងលបងបញ្ញាយើងលេងហ្គេមលបងបញ្ញាផ្សេងចូលចិត្តនេះចូលចិត្តធ្វើការងារដោយឯករាជ្យម្ចាស់ការធ្វើការលើបាទយើងដាក់មកហើយធ្វើការងារជាក្រុមចូលចិត្តអត់ចូលចិត្តបើយើងចូលចិត្តល្មមយើងដាក់ល្មមមិនច្បាស់យើងដាក់មិនច្បាស់មានមិនចិត្តខ្ពស់មានគុំដល់ច្បាស់យើងដាក់ចូលចិត្តមកអានេះមិនចេះដាក់សិនទៅតែទៀតចិត្តបន្តមកទៀតបង្កើតសាងសង់អ្វីមួយបាទចូលចិត្តខ្ញុំដាក់ចូលចិត្តទាំងអស់អានេះទៅឆ្លើយចេញពីការគិតរបស់នេះតែដោយសារពេលខ្លីខ្ញុំចេះតែដាក់តែនេះបាទព្រោះដើម្បីស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់យើងចូលចិត្តគ្រឿងម៉ាស៊ីនបាទចូលចិត្តនេះចូលចិត្តហើយខ្ញុំចិត្តបន្តទៅទៀតបាទចិត្តបន្តទៀតមកបាទនេះមកថាខ្ញុំចូលចិត្តបាទអញ្ចឹងបើសិនជាយើងមិនចូលចិត្តឬក៏មិនច្បាស់កន្លែងណាយើងជ្រើសរើសតាមអ្វីដែលយើងគិតអានេះខ្ញុំគ្រាន់តែឧទាហរណ៍បាទបន្តមកទៀតនេះក្នុងនេះវានឹងបង្ហាញថានៅពេលដែលខ្ញុំចុចអញ្ចឹងទៅខាងក្រោមនេះជាលទ្ធផលនៃតេស្តរបស់យើងបង្ហាញពីបុគ្គលិកលក្ខណៈរបស់យើងទី1អក្សរ A ក្រាបនេះបង្ហាញថាអក្សរ A ហ្នឹងបានន័យថាម៉េចអញ្ចឹង A ហ្នឹងគឺបង្ហាញថាខាងវិស័យសិល្បៈរបស់ខ្ញុំហ្នឹងគឺខ្លាំងខ្ពស់បន្តមកទៀត I ហ្នឹងគឺបង្កើនគេអញ្ចឹងបន្តទៀត O ហ្នឹង realistic ប្រកបនិយមបាទដល់ពេល C E S ហ្នឹងតិចជាងគេដើម្បីហ្នឹងឥឡូវយកមើលសិល្បៈហ្នឹងបង្ហាញគេនិយាយពីអីចឹងសិល្បៈហ្នឹងគេថាជាមនុស្សដែលមានភាពច្នៃប្រឌិតក្នុងការថ្មីរបស់ថ្មីចឹងទៅនេះអានេះស្វែងយល់បាទ
ចឹងបើសិនជាយើងបកកាយខាងសិល្បៈអញ្ចឹងសួរថាយើងអាចចាំចំណេញអីនៅក្នុងនេះគឺថាជាក្រុមមនុស្សដែលមានសមត្ថភាពសិល្បៈវិចិត្រសាស្ត្រសរសេរប៉ុន្តែខ្វះចំណេញការរៀបចំការងារមានរបៀបរបបក្នុងក្រុមនេះអាចធ្វើការងារដែលមានផលបត់បែនតាមកលៈទេសៈវាជាងការគោរពតាមច្បាប់ទម្លាប់ទាំងរឹងចឹងអានេះគឺនិយាយពីប្រកបនិយមនិយាយពីការអង្កេតចឹងអង្កេតគឺយើងអាចចាប់ចំណេញអីគេខ្លះដែលតាក់ទងជាមួយនឹងអង្កេតបាទដូចជាមេធាវីបាទនេះប្រកបនិយមបាទចឹងនេះអាចមើលឲ្យស្វែងយល់ពីខ្លួនឯងបាទចឹងបន្តមកទៀតឲ្យយើងចុចបន្តជ្រើសរើសជំនាញសិក្សាអាជីវកម្មនេះទៅទៀតមកបាទនៅអំពីការងារសាកសមបាទកម្រិតឧត្តមនេះក៏បានបាទចឹងយើងជ្រើសរើសជំនាញឧត្តមសិក្សាបាទចឹងយើងឆ្លាញ់មុខជាមួយណានៅក្នុងនេះគេមានdigital មានកម្លាំងពុំការបោះពុំមានរនបាំអីចឹងទៅតែនឹងគ្រប់គ្រងរដ្ឋបាលបាទខ្ញុំមកកណោបាទចឹងតន្ត្រីមានយើង scroll មកបាទហើយនៅក្នុងនេះយើងអាចចុចបើសិនជាយើងច្បាស់ពីវាយើងចុចលម្អិតមើលលម្អិតចឹងគេនឹងពណ៌នាពីលម្អិតហ្នឹងមួយបាទគឺស្ថានសិក្សាតែកន្លែងខ្លះមានកន្លែងខ្លះអត់ទេដូចជាយើងអាច search បាទមកបងនេះ search ឡើងខ្ញុំថា search IT មកចុះចឹង IT អត់មានទេអញ្ចឹងខ្ញុំដាក់ ICT អត់មានដែរអញ្ចឹងឥឡូវខ្ញុំ search មួយទៀតខ្ញុំដាក់ព័ត៌មានវិទ្យាសេព័ត៌មានចាំមានទេអត់មានទេចឹងអត់មានទេឥឡូវខ្ញុំទៅសេដាក់កុំព្យូទ័របាទនេះមានកុំព្យូទ័រចល័តមាន graphic design មាន network បាទរចនា graphic network design គ្រប់គ្រងទិន្នន័យបាទរដ្ឋបាលមានទិន្នន័យកុំព្យូទ័រមួយខាងក្រៅវិទ្យាសាស្ត្រកុំព្យូទ័របាទវិទ្យាសាស្ត្រកុំព្យូទ័រនេះក៏វាជាផ្នែក IT ដែរបាទមានវិស្វកម្មកុំព្យូទ័របាទអញ្ចឹងយើងចុចទៅទៀតមកបាទចុចបន្តទៅទៀតមកអញ្ចឹងយើងជ្រើសរើសជំនាញកម្រិតឧត្តមសិក្សាអាចអញ្ចឹងយើងអាចអានវាបាទនៅសារទៅពេលទៅខ្លីខ្ញុំសូមកាត់ទៅមកថានេះវិទ្យាសាស្ត្រកុំព្យូទ័រចុចបន្តមកយើងជ្រើសរើសទៅទៀតបាទអញ្ចឹងគេផ្ដល់អនុសាសន៍យ៉ាងម៉េចនៅក្នុងនេះបាទចឹងសួរថាវិទ្យាសាស្ត្រកុំព្យូទ័រនេះយើងអាចរៀននរណាបាទមាននៅទីណូបាទសាលាវិទ្យាស្ថានវិទ្យាវិទ្យាវិទ្យាកម្ពុជាសាលាស្វ័យស្វ័យរៀនអាចស្វែងយល់សាលាហ្នឹងទៅមកថានេះសាយទីណូយើងចុចមើលបាទនៅក្នុងហ្នឹងគេប្រាប់ថាមានមហាវិទ្យាល័យអីគេខ្លះបាទមានអគ្គិសនីមានមហាវិរិយសាស្ត្រមានសំណង់មានអីមកកណ្ដោបាទហើយមានវិទ្យាសាស្ត្រកុំព្យូទ័របាទមកកណ្ដោបាទតែទៀតរួចរាល់យើងចុចរួចរាល់ហើយយើងបន្តទៅទៀតបាទជើការងារដែលយើងពេញចិត្តក្នុងការសិក្សានៅពេលអនាគតចឹងការងារអីគេដែលយើងពេញចិត្តបាទយើងជ្រើសរើសមកដូចមិញអញ្ចឹងអ្នកបង្កើតហ្គេមបាទអានេះមានស្អីអត់គេទៀតបាទអ្នកបង្កើតហ្គេមមានបាទឥឡូវយើង search បានទៅវាសារច្រើនពេកប្រហែលថាអ្នកសរសេរកម្មវិធីបាទមានអ្នកសរសេរកម្មវិធីគឺជាផ្នែកមួយនៃ IT ដែរបាទយើងចុចបន្តមកអញ្ចឹងដំណាក់កាលនេះយើងអាចចូលទៅអានព័ត៌មានបានចុចរបៀបមកអញ្ចឹងគេពន្យល់យើងថាអ្នកសរសេរកម្មវិធីនេះនិយាយពីអីគេបាទអាជីពរបស់បងប្អូនចូលទៅសកម្មភាពផ្នែកវិទ្យាព័ត៌មាននេះប្រកាសថាបងប្អូនពិតជាចាប់អារម្មណ៍ចាប់យកអាជីពនេះជាមុខរបរអចិន្ត្រៃយ៍នៅពេលអនាគតបាទយើងអាចអានខ្លួនឯងមកហើយចុចរួចរាល់អញ្ចឹងឥឡូវតេស្តលើកទី1គឺយើងទៅបានបញ្ចប់ហើយអញ្ចឹងការតេស្តហ្នឹងគឺជាការតេស្តដើម្បីស្វែងរកបុគ្គលិកលក្ខណៈរបស់យើងដោយពឹងទៅលើបុគ្គលិកលក្ខណៈទាំងប្រមាណ6យ៉ាងមានទី1សិល្បៈទី2អង្កេតទី3ប្រកបនិយមទី4គឺសំណាក់ភ្នាល់ត្រីឬវិចារណ៍សង្គមអញ្ចឹងបើសិនជាយើងមានមួយណាខ្ពស់ជាងគេយើងអាចចាប់យកជំនាញណាដែលត្រូវជាមួយនឹងបុគ្គលិកលក្ខណៈរបស់យើងដែលខ្ពស់ជាងគេហ្នឹងបាទអញ្ចឹងបន្តមកទៀតបន្ទាប់ពីវាតម្លៃមុខរបរនឹងអាជីពវាហើយយើងអាចតេស្តពីភាពឆ្លាតវៃរបស់យើងនេះបាទនេះតេស្តភាពឆ្លាតវៃអញ្ចឹងយើងអានវាសិននេះអញ្ចឹងមនុស្សរបស់យើងគឺមានភាពឆ្លាតវៃបញ្ញាគឺផ្សេងៗគ្នានៅក្នុងនេះមាន7យ៉ាងបាទយើងអានទៅតាមទីយើងធ្វើតេស្តវាយើងជ្រើសរើស sticker មួយណាក៏បានដែរតាមហ្នឹងចុចបន្តមកបាទអញ្ចឹងដើម្បីតេស្តរកពីពហុបញ្ញាថាតើយើងមានភាពឆ្លាតវៃលើអីគេអញ្ចឹងយើងជ្រើសរើសដូចមុនចឹងហើយអញ្ចឹងយើងជ្រើសរើសអានេះខ្ញុំជ្រើសរើសដោយសារតែពេលវេលាយើងខ្លីហ្នឹងបាទអញ្ចឹងខ្ញុំចុចណាអញ្ចឹងខ្ញុំចេះតែឯកភាពទៅបាទតែពេលនេះហេតុធ្វើគឺយើងត្រូវឆ្លើយចេញពីការគិតរបស់យើងតាមទីខ្ញុំចុចនេះបាទបាទគេមិនចុចរសារទុកតទៅទៀតបាទបាទអញ្ចឹងលទ្ធផលតេស្តពីពហុបញ្ញារបស់យើងឃើញថាយើងផ្នែកតន្ត្រីហ្នឹងគឺខ្ពស់បាទផ្សេងទៀតហ្នឹងគឺទាបទេអញ្ចឹងយើងអាចដឹងថាភាពឆ្លាតវៃខុសក្បាលរបស់យើងហ្នឹងគឺផ្ដោតខាងផ្នែកតន្ត្រីហ្នឹងខ្ពស់ជាងគេបាទអញ្ចឹងឥឡូវយើងមើលការផ្ដោតអនុសាសន៍របស់គេលើកទឹកចិត្តយើងរៀនតាមរបៀបដែលសាស្ត្រមានកំណត់តាមបញ្ញាអញ្ចឹងបើសិនជាយើងឃើញថាខុសក្បាលរបស់យើងពូកែខាងតន្ត្រីយើងត្រូវទៅចាប់ជំនាញណាដែលត្រូវជាមួយនឹងការផ្នែកសិល្បៈអញ្ចឹងទៅណាបាទអញ្ចឹងឥឡូវយើងធ្វើតេស្តហ្នឹងរួចរាល់ហើយបាទអញ្ចឹងបន្តមកទៀតនេះអាចស្វែងយល់ពីប្រភេទការងារបាទយើងចុចប៊ូតុនប្រភេទការងារហ្នឹងមកនេះឃើញមានការងារច្រើនប្រភេទតែបើសិនជាយើងចាប់អារម្មណ៍នឹងជំនាញណាមួយមកថាជំនាញអ្នកដឹកនាំរឿងឬក៏វិទ្យាសាស្ត្រកុំព្យូទ័របាទសំណង់បាទនេះសំណង់យើងចុចវាមកព័ត៌មានពីការទូទៅយើងអានវាបាទមានផ្សេងនេះជាងឈើអញ្ចឹងយើងអាចមើលវីដេអូគេទៅគេនិយាយអ្នកសរសេរកម្មវិធីហ្នឹងគេបាទអញ្ចឹងមានវីដេអូមានអីចឹងយើងអានហើយយើងអាចស្ដាប់ហើយស្វែងយល់ពីជំនាញខ្ញុំឈ្មោះមីសុដំស្រុកកំណើតខេត្តបាត់ដំបងខ្ញុំមកភ្នំពេញខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុន Coding Base
ចឹងបន្តមកទៀតយើងអាចស្វែងយល់ពីគ្រឹះស្ថានសិក្សាបាទចឹងគ្រឹះស្ថានសិក្សាហ្នឹងមិនន័យថាសាលានៅថ្នាក់ឧត្តមសិក្សាដែលនេះនៅជ្រើសរើសតើនេះពេញចិត្តសាលាមួយណាមកថានេះសាលាជាតិគ្រប់គ្រងបាទនេះសាលាសាលា Techno ចឹងគេមានលេខទូរស័ព្ទគេមានទីតាំងរបស់គេគេមានមហាវិទ្យាល័យទូទៅនៅក្នុងហ្នឹងដែលគេនឹងបើកមានជំនាញផ្សេងៗទៅហើយយើងអាចចូលទៅកាន់ website អាចតែទៅសួរគេចឹងទៅនេះបាទហើយវាមានទ្វាតនេះគឺទាក់ទងនឹងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈយើងរៀនជំនាញនេះបាទចឹងយើងអាចស្វែងយល់ទៅមានចិត្តផ្ទះនៅក្រៅផ្ទះនៅឆ្ងាយផ្ទះនេះទៅនេះបាទហើយបន្តមកទៀតយើងអាចស្វែងរកពីវីដេអូមួយរបរនេះបាទយើងមើលមានទេសខាងក្រុមហ៊ុនទេសចរមានអីផ្សេងៗចឹងយើងអាចចុចមើលខ្លួនឯងទៅបាទហើយនេះគឺក្រោយពេលយើងរៀនចប់យើងនឹងជ្រើសស្វែងរកការងារធ្វើថាយើងនឹងជ្រើសរើសស្វែងរកការងារនៅកន្លែងណាបាទនៅក្នុងនេះគេបន្ថែមឲ្យកន្លែងរកការងារហ្នឹងមានពីរទី1គឺផ្ទះងារជាតិមួយរបរនឹងការងារយើងអាចទៅស្វែងរកបាទចុចនៅហ្នឹងទៅហើយយើងអាចស្រាវជ្រាវការងារណាដែលយើងពេញចិត្តយើងអាចចុចសាកទៅបាទមានបងស្រីបាទដោយសារតែអ៊ីនធឺណិត slow បាទអញ្ចឹងយើងអាចបង្ហាញការងារមកការងារគេដែលយើងចង់ធ្វើបាទផ្នែកលោកផ្សេងៗហ្នឹងទៅនេះបាទអញ្ចឹងបើសិនបើមានចម្ងល់អាចឆាតសួរខ្ញុំបានបាទអរគុណ